ចំពោះខ្ញុំដែរព័ត៌មានពិតគឺជាព័ត៌មានដែលមានប្រភពច្បាស់លាស់ដែលចេញមកពីក្រសួងព័ត៌មានក៏ដូចជា page របស់សម្ដេចផ្ទាល់ហើយព័ត៌មានខាងក្រៅនេះគឺជាព័ត៌មានដែលបង្ហោះដោយគ្មានប្រភពច្បាស់លាស់អាចជាគ្មាន profile ដែលច្បាស់លាស់មួយក៏ដូចជាផុសក្នុង TikTok អីចឹងទៅដែលដើម្បីទទួលបាន like និង view អញ្ចឹងពីនោះវាខុសគ្នាត្រង់ថាមួយមានប្រភពច្បាស់លាស់មានមួយទៀតអត់មានប្រភពច្បាស់លាស់ទេហើយចំពោះដែលព័ត៌មានคล้ายៗវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រជាជនដូចជាយើងបានដឹងថាបច្ចុប្បន្ននេះកំពុងតែមានរវាងថៃអញ្ចឹងព័ត៌មានគឺវាពិតជាសំខាន់ណាស់ចំពោះបងប្អូនដែលគាត់រស់នៅតាមបណ្ដាព្រំដែនអញ្ចឹងបើសិនជាគាត់ទទួលព័ត៌មានដែលមិនច្បាស់លាស់ទេធ្វើឲ្យគាត់មានការដែលគាត់ភ័យខ្លាំងអីចឹងទៅដែលប៉ះពាល់ដល់គាត់ផងដែរព័ត៌មានពិតគឺសំខាន់ជាងពីព្រោះព័ត៌មានពិតគឺជាព័ត៌មានដែលយើងច្បាស់លាស់ថាវានឹងកើតឡើងឬក៏មិនកើតឡើងតើវាកើតឡើងមែនឬក៏មិនមែនពីព្រោះដោយសារតែបើសិនជាព័ត៌មាននឹងមិនពិតទេយើងចេះតែជឿឮតាមគេទៅវាធ្វើឲ្យយើងប៉ះពាល់ដល់យើងខ្លាំងមែនទែនដោយសារយើងអត់មានអីច្បាស់លាស់ទៅថងយើងតែជឿផ្ដេសផ្ដាស់អញ្ចឹងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានទាំងនោះនាងខ្ញុំតែងតែបានស្វែងរកព័ត៌មានពិតប្រាកដពី page របស់ក្រសួងក៏ដូចជាក្រសួងព័ត៌មាន